សួស្តីអ្នកនរគ្នាវិលមកជួបខ្ញុំនៅទីនេះជាមួយនឹងវីដេអូថ្មីវីដេអូថ្ងៃនេះខ្ញុំនឹងបរៀនអ្នកនរគ្នាអំពីរបៀប deploy software ដោយប្រើ GPO អូខេអញ្ចឹងដើម្បីយើងអាច share ដើម្បីដើម្បីយើងអាច deploy software របស់យើងបានដល់ client បានយើងចូលទៅលើ File Explorer របស់យើងមកដើម្បីយើង share software ដែលយើងចង់ deploy ឲ្យពួកគាត់យើងទៅរក software ដែលខ្ញុំចង់ដាក់នៅក្នុង client អូខេនៅក្នុងរបស់ខ្ញុំមានបែបនេះតែរសារនេះជា file ដើម្បីយើងអាច share បានទាល់តែ software ហ្នឹងកតុយ .msi ដែលរសារនេះមិនមែនជា MSI ជាមួយតែអ្នកនិយាយតែអាច deploy បានអត់អញ្ចឹងរបៀបធ្វើតែមួយទេប៉ុន្តែយើងត្រូវមានsoftware ដែលមានកតុយ .msi ប៉ុណ្ណឹងអញ្ចឹងដើម្បីអាចបានដើម្បីនេះអាច share បានមួយយើង click មកស្ដាំយក property share បន្តមកទៀតយើង share អូខេយើង share ឲ្យអ្នកគេយើង share ឲ្យ everyone យើង add បន្តមកទៀតយើង share អូខេបន្ទាប់ពី share ហើយយើងអូខេយើងជិះដាំឡើងយើង click មកស្ដាំម្ដងទៀតអូខេយើង copy network path ដើម្បីផាសនៅក្នុង group policy របស់យើងអូខេបន្ទាប់ពីយើង share រួចរាល់ហើយយើងចូលទៅក្នុង server manager របស់យើងបន្តមកទៀតយើងរកពាក្យ tool រកពាក្យ group policy management អូខេចូលទៅលើមកលើ sorry មកលើមកលើ local របស់យើងបន្តមកទៀតយើង click យើងរកពាក្យ group policy object យើង new បន្តមកទៀតយើងដាក់ថា client software អញ្ចឹងទៅមកស្ដាំបន្តមកទៀតមកស្ដាំយើង edit យើងចូលទៅក្នុង computer configuration policies software installation បន្តមកទៀតយើងមកស្ដាំយើង new package របស់យើងអូខេយើងរកកន្លែង software ណា sorry តាមតាមរបស់យើងមកស្ដាំបន្តមកទៀតយើងរកក្រោមយើងអត់ទេយើងស្ដាំមួយទៀតវាមាន Firefox មានអីមើល open មើលវាឲ្យអត់ហើយវាអត់ឲ្យអត់មើលសិននេះវាអត់ឲ្យដោយសារតែកតុយរបស់វានឹងមិនមែនជា MSI អូខេអញ្ចឹងកន្លែងនេះបើសិនជាអាចវាដើរបន្តមកទៀតយើងចូលទៅក្នុងថយក្រោយវិញមកថយក្រោយទៀតយើងផាសsorry យើងទៅផាស link នៅក្នុង local របស់យើងអញ្ចឹង link CPU នេះទៀតបន្តទៀតយើង click រកclient software របស់យើងsorry យ៉ាងនេះបានបន្តមកទៀតបន្ទាប់ពីយើងនេះហើយយើងគ្រាន់តែចូលទៅក្នុង CMD របស់យើងវាដាក់ថា GP update ប៉ុណ្ណឹងខ្ញុំ update អូខេបន្ទាប់ពី update ចប់យើងអាចបើកទៅលើ computer client របស់យើងនឹងឃើញ software ដែលយើងបាន share មិញអរគុណជួបគ្នានៅវីដេអូក្រោយ